ai đâm cái tệ nị tê cơ sởបណ្ឌិត ông dân tiếngដឹកនាំគណៈប្រតិភូនាំអំណោយនិងចុះសាកសួរសុខទុក្ខកងទ័ពទិសទី1នៅប្រាសាទព្រះវិហារព្រះវិហារឯកឧត្តមកតេនីតិកសលបណ្ឌិត អោម យិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភិបប្រឆាំងអំពើពុករលួយ និងអនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្មបានដឹកនាំគណៈប្រតិភូចុះសាកសួរសុខទុក្ខសំណេះសំណាលនិងដឹកនាំអំណោយមានគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនធំយកទៅចែកជូនកងទ័ពកងពលធំអន្តរាគមន៍លេខ4ទិសទី1ប្រាសាទព្រះវិហារនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឯកឧត្តមសេនីយ៍ស្រីដឹកមេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ3ទិសទី1ប្រាសាទព្រះវិហារបានឲ្យដឹងថាជំនុំមុខឲ្យនាយទាហានរងនិងពលទាហានទាំងអស់សូមសម្ដែងការអបអរសាទរយ៉ាងស្មោះស្ម័គ្រអស់ពីដួងចិត្តជូនចំពោះឯកឧត្តមកតេនីតិកសលបណ្ឌិត អោម យិនទៀង ប្រធានអង្គភិបប្រឆាំងអំពើពុករលួយអនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្មដែលបានដឹកនាំគណៈប្រតិភូចុះសាកសួរសុខទុក្ខនិងនាំយកអំណោយយ៉ាងច្រើនមកចែកជូនដល់កងទ័ពជួរមុខនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងឯកឧត្តមស្រីដឹកបានបញ្ជាក់ថារាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងក្រោមការដឹកនាំរបស់សម្ដេចថបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកងទ័ពរួមទាំងគ្រួសារកងទ័ពមានជីវភាពរស់នៅល្អប្រសើរពិសេសជាងនេះទៅទៀតការរីកចម្រើនលើហេដ្ឋារចនាសម្ព័ន្ធនានាតាមព្រំដែនកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃក្រោមការឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាលពិសេសឯកឧត្តមកតេនីតិកសលបណ្ឌិត អោម យិនទៀង ក្នុងនោះមានដូចជាអង្គភាពនានារបស់កងទ័ពមន្ទីរពេទ្យសាលារៀនផ្លូវស្ពាននិងប្រែក្លាយបន្ទាត់ព្រំដែនទៅជាព្រំដែនមានសន្តិភាពការអភិវឌ្ឍលើគ្រប់វិស័យជាមួយប្រទេសជិតខាងធ្វើឲ្យអតីតតំបន់ជម្លោះក្លាយជាតំបន់គោលដៅទេសចរណ៍ជាតិនិងអន្តរជាតិមកកំសាន្តយ៉ាងច្រើនពីមួយឆ្នាំទៅមួយឆ្នាំឯកឧត្តមកតេនីតិកសលបណ្ឌិត អោម យិនទៀង បានឲ្យដឹងថាសមរភូមិមុខផ្សារភ្ជាប់ជាមួយសមរភូមិក្រោយឯកឧត្តមបានមានប្រសាសន៍ថាជំនួសមកឲ្យរាជរដ្ឋាភិបាលកម្ពុជាសូមសម្ដែងការដឹងគុណជានិច្ចចំពោះនាយទាហានរងនិងពលទាហានទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តគោរពបទបញ្ជារបស់ថ្នាក់លើឈរលើការពារបរណភាពទឹកដីបានល្អប្រសើរបើគ្មានសមរភូមិមុខក៏គ្មានសមរភូមិក្រោយដែរជាងនេះទៅទៀតរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់នាយទាហាននិងពលទាហានជាពិសេសគ្រួសារកងទ័ពឲ្យមានជីវភាពរស់នៅប្រចាំថ្ងៃកាន់តែល្អប្រសើរថែមមួយកម្រិតទៀតរាយការណ៍ដោយលោកខៀវផល្លាប្រចាំខេត្តព្រះវិហារ